បាទសូមគោរពនឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាសាជាថ្មីបាទនៅក្នុងថ្ងៃនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីហើយបងប្អូនដោយសារតែថ្ងៃនេះផងដែរយើងខ្ញុំក៏បានដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតដើម្បីជាការចែករំលែកទៅដល់បងប្អូនឲ្យបានដឹងតាក់ទងទៅនឹងផ្លែស្រកានាគបាទលក្ខអាចកំបាំងសុខភាពច្រើនយ៉ាងបាទផ្លែស្រកានាគនេះបងប្អូនគ្រាន់តែឮឈ្មោះស្គាល់ហើយបងប្អូនណោះបាទគ្រាន់តែឮឈ្មោះក៏បងប្អូនស្គាល់ដែរបាទផ្លែស្រកានាគនេះនោះបាទហើយក៏មានអាចកំបាំងច្រើនបាទសម្រាប់សុខភាពរបស់យើងបាទហើយអត្ថបទសុខភាពមួយនេះក៏យើងខ្ញុំបានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យបាទដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងពីអត្ថប្រយោជន៍របស់ផ្លែស្រកានាគបាទអញ្ចឹងបងប្អូនយើងបាទខ្លះក៏មានដាំបងប្អូនខ្លះទៀតក៏មិនមានដាំប៉ុន្តែផ្លែឈើប្រភេទនេះក៏មិនខ្វះទេបងប្អូនយើងនៅលក់នៅលើទីផ្សារណាបាទមានច្រើនណាស់បាទអរគុណហើយបាទដូច្នេះសូមបងប្អូនទាំងអស់គ្នាបាទមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំទាំងអស់គ្នាផងដែរបាទនិយាយទៅដល់ផ្លែស្រកានាគបងប្អូនយើងពិតជាស្គាល់ច្បាស់ណាស់បាទផ្លែនេះមិនត្រឹមតែមានតម្លៃសមរម្យទេថែមទាំងមានរសជាតិឆ្ងាញ់ផងដែរក្រៅពីរសជាតិបងប្អូនយើងដឹងថាផ្លែស្រកានាគគឺមានគុណប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងបាទចំណុចទី1ហ្នឹងគឺសារធាតុចិញ្ចឹមខ្ពស់ផ្លែស្រកានាគត្បិតតែមានកាឡូរីតិចតែមានសារធាតុរ៉ែវីតាមីនសំខាន់ជាច្រើនព្រមទាំងមានជាតិសរសៃទៀតផងក្នុងផ្លែស្រកានាគមានប្រូតេអ៊ីនកាបូនអ៊ីដ្រាតជាតិសរសៃជាតិដែកម៉ាញ៉េស្យូមវីតាមីន C និងវីតាមីន E ចំណុចទី2គឺជួយស្បែកផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនដែលមានផលល្អសម្រាប់សុខភាពស្បែកវីតាមីន C នៅក្នុងផ្លែឈើប្រភេទនេះជួយឲ្យស្បែកភ្លឺថ្លាការពារស្បែកស្រអាប់និងកាត់បន្ថយភាពចាស់ជាដើមចំណុចទី3ហ្នឹងគឺជាតិសរសៃផ្លែស្រកានាគមានជាតិសរសៃខ្ពស់កាឡូរីទាបនិងគ្មានជាតិខ្លាញ់ដូច្នេះហើយការដាក់ផ្លែស្រកានាគចូលទៅក្នុងរបបអាហារនឹងអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងហ្នឹងគឺដំណើរការបានយ៉ាងរលូនបាទហើយចំពោះចំណុចទី4ហ្នឹងគឺសុខភាពពោះវៀនផ្លែស្រកានាគក៏មានដែរ Prebiotic ដែលសារធាតុនេះជួយជំរុញឲ្យមានការលូតលាស់របស់បាក់តេរីល្អៗនៅក្នុងក្រពះដែលជំនួយដល់ការរំលាយអាហារ Prebiotic គឺជាជាតិសរសៃម្យ៉ាងដែលបាក់តេរីល្អនៅក្នុងពោះវៀនត្រូវការសម្រាប់លូតលាស់លើសពីនេះផ្លែស្រកានាគក៏មានទំនាក់ទំនងនៅក្នុងការធ្វើឲ្យថយចុះនៅហានិភ័យនៃការជំងឺមហារីកក្រពះដូចគ្នាចំណុចទី5ហ្នឹងគឺជួយពង្រឹងប្រព័ន្ធភាពស៊ាំដោយសារតែផ្លែស្រកានាគបាទមានផ្ទុកទៅដោយវីតាមីន C ផ្លែឈើនេះអាចជួយចូលរួមចំណែកនៅក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបានមួយវិញទៀតផ្លែស្រកានាគក៏មានសារធាតុប្រឆាំងនៅក្នុងការរលាកដែលជួយដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយពីពពួកបាក់តេរីនិងមេរោគចំណុចទី6ហ្នឹងគឺជាតិដែកផ្លែស្រកានាគក៏ជួយបង្កើនកម្រិតជាតិដែកនៅក្នុងរាងកាយជាតិដែកមានសារៈសំខាន់ក្នុងការជួយដឹកនាំអុកស៊ីសែននៅក្នុងរាងកាយដូចនេះបើយើងចង់បង្ការបញ្ហាប្រឈមនឹងខ្វះជាតិដែកកុំភ្លេចបន្ថែមផ្លែស្រកានាគនៅក្នុងរបបអាហារបាទអស់លោកស្រីបងប្អូនទាំងអស់គ្នាបាទនេះគឺជាអត្ថប្រយោជន៍បាទ6ចំណុចដែលយើងខ្ញុំបានលើកឡើងបានជម្រាបជូនទៅដល់បងប្អូនហ្នឹងតាក់ទងទៅនឹងផ្លែស្រកានាគហ្នឹងគឺមានអត្ថប្រយោជន៍បាទយ៉ាងច្រើនបាទសម្រាប់សុខភាពរបស់បងប្អូនយើងដែលគាត់មានតម្រូវការប្រើប្រាស់ទៅលើផ្លែស្រកានាគបាទហើយផ្លែស្រកានាគនេះគឺដូចយើងខ្ញុំជម្រាបជូនអញ្ចឹងបងប្អូនខ្លះក៏បានដាំនៅផ្ទះខ្លួនឯងបងប្អូនខ្លះមិនបានដាំមែនប៉ុន្តែនៅលើទីផ្សារហ្នឹងគឺមានច្រើនបាទសម្រាប់លក់ណាបាទអរគុណហើយទាំងនេះគឺជាអត្ថប្រយោជន៍ពីផ្លែស្រកានាគដោយដែលយើងខ្ញុំជម្រាបជូនបាទហើយអត្ថបទសុខភាពនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងតាក់ទងទៅនឹងបន្លែផ្លែឈើដែលមានអត្ថប្រយោជន៍ផ្សេងដើម្បីបងប្អូនយើងបានដឹងបាទហើយសម្រាប់អត្ថបទថ្ងៃនេះបើយើងខ្ញុំមិនជំរាបជូនបន្តទេយើងខ្ញុំបាទសូមបញ្ចប់ត្រឹមតែប៉ុណ្នេះ
ហើយក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែជួយគ្រប់គ្រង channel អត្ថប្រយោជន៍របស់យើងខ្ញុំបាទហើយក៏សូមគោរពជូនពរទៅដល់បងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា